អ្នកបួសវាខុសគ្នាបានព្រះសម្មាសម្ពុទ្ធមនីព្រាមតថាគតមើលទៅដោយវណ្ណៈយើងដូចអត់ខុសគ្នាទេហ្នឹងវណ្ណៈយើងដូចតែគ្នាគឺមកទៅទេទៅវិញទៅទេដូចគ្នាហ្នឹងមានន័យថាអាកើតមកគឺកើតទៅទេដល់អាដាច់ខ្យល់ទៅវិញគឺដាច់ទៅទេដូចគ្នាចង់តែឯងឥឡូវជានាយករដ្ឋមន្ត្រីជាឧបជាស្ដេចផែនដីជារាជក៏នៅតែដាច់ខ្យល់ទៅទេដែលនិយាយដែរឃើញមានស្ដេចផែនដីទៅក្តាប់មាសទៅតាមហ៎វាអត់ចឹងតថាគតឃើញថាវណ្ណៈយើងដូចអត់ផ្សេងគ្នាទេព្រាមគឺមកទៅទេដូចគ្នាព្រាមភ្ញាក់បន្តិចហើយចុះហេតុអីបានព្រាមទៅប្រពកម្មវិធីហ្នឹងសាសនាយើងមានជំនឿថាយកអ្នកដែលមានសេចក្តីទុកលំបាកគេចាប់ទុកតែសត្វដែលគ្នានៅជាសត្វស៊ីស្មៅស៊ីអីហ្នឹងវាពិបាកណាស់អញ្ចឹងយកគ្នាមកអាលកឲ្យស្លាប់ឆាប់ទៅគ្នាបានឆាប់ឡើងទៅឋានសួគ៌ឈប់ស៊ីស្មៅឈប់វេទនានៅជាសត្វហ្នឹងទៀតណាគេមានជំនឿអញ្ចឹងបានព្រះសម្មាសម្ពុទ្ធសួរថាអើយហើយចុះហេតុអីបានអ្នកត្រូវបញ្ជូនសត្វទាំងអស់ហ្នឹងឡើងឋានសួគ៌ព្រោះអាណិតព្រោះស្រឡាញ់បានបញ្ជូនគ្នាឡើងឋានសួគ៌ហ្នឹងព្រោះអាណិតអត់ចង់ឲ្យនៅគ្នាជាសត្វហ្នឹងបានព្រះសួរថាចុះព្រាមមានកូនទេថាមានត្រី2ប្រុស1ហើយព្រាមមានប្រពន្ធទេថាមានបើប្រៀបទៅនឹងប្រពន្ធកូនព្រាមទាំង4នាក់ហ្នឹងហើយនឹងសត្វ500ក្បាលហ្នឹងតើព្រាមស្រឡាញ់សត្វទាំងអស់ហ្នឹងជាងអាណិតសត្វទាំងអស់ហ្នឹងជាងឬក៏ស្រឡាញ់ប្រពន្ធកូនព្រាមជាងអាណិតប្រពន្ធកូនព្រាមជាងអីសាមណៈមិនទៅយកប្រពន្ធកូនខ្ញុំព្រះអង្គយកមកប្រៀបជាមួយសត្វតិរិឆានខ្ញុំព្រះអង្គស្រឡាញ់ប្រពន្ធកូនខ្ញុំព្រះអង្គជាងសត្វតិរិឆានមិនអាចប្រៀបនឹងប្រពន្ធកូនខ្ញុំព្រះអង្គឥឡូវមិញតថាគតសួរព្រាមថាហេតុអីបានត្រូវបញ្ជូនសត្វនឹងឡើងឋានសួគ៌ថាព្រោះពីអាណិតស្រឡាញ់ឥឡូវតថាគតសួរទៅថាប្រពន្ធកូនព្រាមស្រឡាញ់ជាងសត្វហ្នឹងឬសត្វហ្នឹងស្រឡាញ់ជាងប្រពន្ធកូនព្រាមថាស្រឡាញ់ប្រពន្ធកូនព្រាមជាងបើអញ្ចឹងឥឡូវចេះប្រាប់ពេជ្ជឃាតថាកុំអាលបញ្ជូនសត្វទាំងអស់ហ្នឹងឡើងឋានសួគ៌បើព្រាមស្រឡាញ់ប្រពន្ធកូនព្រាមអាណិតប្រពន្ធកូនព្រាមជាងព្រាមត្រូវបញ្ជូនប្រពន្ធកូនព្រាមឡើងឋានសួគ៌មុនសត្វហ្នឹងសិនពីព្រោះព្រាមស្រឡាញ់ជាងគ្រាន់តែព្រះថាប៉ុណ្ណឹងញោមលុតជាគង់ក្រឹបព្រះអង្គឲ្យខ្ញុំព្រះអង្គយល់ខុសមកជីវិតទៅហើយប្រពន្ធកូនខ្ញុំព្រះអង្គស្រឡាញ់យ៉ាងហ្នឹងអត់ដែលថាហ៊ានអាលកប្រពន្ធកូនខ្ញុំព្រះអង្គឡើងឋានសួគ៌ព្រះអង្គឲ្យខ្ញុំមួយឆ្នាំដើរប្រមូលជីវិតគេយកមកអាលកគេបញ្ជូនគេឡើងឋានសួគ៌ដល់ដែលបានសួរគេមួយម៉ាត់សោះថាគេចង់ឡើងឋានសួគ៌ឲ្យអត់បានព្រះអង្គសម្ដែងតែមនាលព្រាមរបស់ក្នុងโลกនេះគឺគ្មានរបស់ណាដែលកើតផលដោយមិនមានហេតុទេចង់មានន័យថាបើព្រាមចង់បានផ្លែដូងហូបតើព្រាមយកផ្លែដូងទៅដាក់នៅដីដាំវាសិនបដោះវាសិនឲ្យវាដោះសិនបានព្រាមបានផ្លែហូបបើអញ្ចឹងអ្វីកើតឡើងសុទ្ធតែមានហេតុទាំងអស់បានវាកើតផលយ៉ាងណាមិញព្រាមចង់ឲ្យគេទៅឡើងឋានសួគ៌ទៅកន្លែងល្អបើព្រាមអត់មាននាំគេធ្វើស្អីសោះជាហេតុទេចេះសុកទៅឲ្យគេកើតផលល្មិចកើតព្រាមបានដូងហូបទៅតើព្រាមដាំដូងសិនបាន10ឆ្នាំក្រោយព្រាមបានដូងហូបជាហេតុគឺតើដាំដូងសិនបានផ្លែដូងជាផលចេញជាផ្លែចឹងមានន័យថាចង់ឲ្យគេទៅកន្លែងល្អទៅកន្លែងសុកទៅឋានសួគ៌តើនាំគេធ្វើសេចក្តីល្អឬធ្វើអីមួយជាហេតុសិនបានវាទៅទទួលផលអាសេចក្តីល្អនឹងយល់មកចង់និយាយញោមចឹងយើងទាំងអស់គ្នាដូចគ្នាបាច់ទៅសុំព្រះសុំពីអ្នកណាទៅអាសុកទុកចម្រើនវានេះហ្នឹងវាអត់សុំពីអ្នកណាបានទេយើងចង់បានស្អីយើងនាំគ្នាសន្សំអាហ្នឹងទៅគឺផលហ្នឹងរមែងចម្រើន